គឺជាត្រាក់ទ័រសេរីថ្មីរបស់គូបតាដែលមានកម្លាំងសេះដល់ដល់50កម្លាំងសេះបាទគឺម៉ូដែលរបស់វាគឺគូបតា L 5018ដល់5018គឺជាអនុភាពថ្មីមានការប្រែទម្រង់នៅភ្លើងខាងមុខបាទជារូបភេទអាសែបាទមានភ្លើងមុខផងភ្លើងទៀនផងហើយភ្លឺច្បាស់រាងសង្ហាបាទហើយអាចបំពាក់លើបំពាក់ប៉ែនមុខផងដែរដែលមានប្រវែងប៉ែនមុខគឺ1.86 ម៉ែត្របាទហើយពងមុខរបស់វាគឺពងប្រភេទបាត់ចិត្តបាទធន់ក្នុងការប្រើប្រាស់បាទហើយតាប់ឡូនេះតាប់ឡូរបស់វានេះគឺតាប់ឡូប្រភេទ digital តែម្ដងអាចមើលម៉ោងបានក្នុងនេះគឺមានជុំម៉ាស៊ីនបាទវីដេអូប្រេងហើយនឹងម៉ាសុតបាទប្រេងកម្ដៅទឹកណាហើយម៉ោងអាចលោតជា digital បានអូខេហើយផ្នែកមានកងតាក់ផ្សេងដើម្បីបញ្ជាទៅលើម៉ាស៊ីនច្រើនបាទហើយប្រភេទលេខទំនាក់ទំនងគឺប្រភេទនៅលើដៃកូដបញ្ជាលេខទំនាក់ទំនងងាយស្រួលក្នុងការប្រើប្រាស់តែម្ដងអូខេបាទហើយកងក្រោយនេះគឺអាចផ្លាស់ប្ដូរបានពង្រីកទំហំដោយមានការគ្រាន់តែធ្វើការត្រឡប់ដោះចេញហើយអាចត្រឡប់វាបានហើយគឺពង្រីកក្នុងទំហំកងក្រោយបានបាទហើយគឺថ្ងៃនេះដែរខាងគូបតាបំពាក់ជាមួយឧបករណ៍វាយដីគឺរ៉ូតេរីគេហៅរ៉ូតេរីហ្នឹងបាទគឺជាប្រភេទរ៉ូតេរីមួយដ៏ធន់ក្នុងការវាយដីទឹកណាដីទឹកដែលមាន model AX 193ហើយបាទគឺវាយដីស្អាតមែនតើបាទវាយដីស្អាតមែនតើគឺធន់ចំពោះក្នុងការអ្នកត្រូវធ្វើស្រែចម្ការស័ក្តិសមបំផុតបាទស័ក្តិសមបំផុតចំពោះ model នេះបាទឥឡូវយើងមើលរូបភាពរួមគ្នាទាំងអស់គ្នាបាទរួមគូតាបាននាំចូលគ្រប់ផលិតផលកសិកម្មទាំងអស់ទៅលើកសិករហើយគឺជាគ្រឿងចក្រដែលលក់ដាច់ជាងគេនៅប្រទេសកម្ពុជាយើងផងដែរ